មួយហើយក៏ជួយជាប្រកាន់ផង រងផងគឺជាប្រពន្ធវិញជ័យសង្គ្រាមមហានគរដែលបានចុះគ្រងដោយព្រះមហាវរៈក្សត្រដែលបានប្រតិបត្តិជាបរមត្តជាមួយនឹងមហាសេនាវិញ្ញាធម៌ក្រុងយសោធបរៈដើម្បីបាច់ប្រយុទ្ធក្នុងសមរភូមិហើយទៅពីលេខទៅទៀតគុំនឹងសរប្រត្រីបានប្រើប្រាស់ទៅក្នុងកីឡាប្រយុទ្ធបែបប្រពៃណីមួយតែអ្នកប្រយុទ្ធអាចប្រយុទ្ធដោយចំពោះគុណសម្បត្តិក៏ត្រូវតែស្នាប់វិស័យវែងឆ្ងាយជានិយមសម្ដេចមហាបវរធម្មតីប៉ុន្តែពួកបរិត្រីតែត្រូវជាម្ចាស់កម្ពុជាបានមកនៅកងយុទ្ធពលសម្រាប់ពិវត្តដោយបង្កើតឡើងដោយប្រគល់ទាំង3ដើម្បីឲ្យស្របតាមដំណើរការប្រើប្រាស់របស់កងយុទ្ធពលកាមេរ៉ាភូមិន្ទ ជាបន្តគឺជាការបង្ហាញគុណចំបាប់បុរាណគុណចំបាប់បុរាណខ្មែរជាសិល្បៈក្បាច់គុនមួយប្រភេទដោយប្រើគុណការប្រាជ្ញចាប់កាច់លើកនិងបដូលជាក្បាច់ស្នៀតដើម្បីយកជ័យជំនះទៅលើដៃគូប្រកួតនៅពេលប្រកួតអ្នកប្រយុទ្ធប្រើយុទ្ធសាស្ត្របន្លំស្មារតីដោយការរៀបរាប់តាមទម្រង់ពុតពេកតាមចង្វាក់ភ្លេងនិងសម្រាប់ចូលបោកនៅពេលដៃគូម្ខាងទៀតខ្វះការប្រុងប្រយ័ត្ន ជាច្រើនដូចជាកម្មបាត់ស្នៀតកម្មបាត់រំធានការប្រតិត្រីជាសម្បត្តិក្នុងពេលដូរតែបានប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមជាសម័យអង្គរហើយបានចោទឆ្នាំលើប្រងប្រសាទអង្គរយ៉ាងច្បាស់ពីការប្រើប្រាស់យុទ្ធសាស្ត្រទាំងអង្គនៅក្នុងការធ្វើសង្គ្រាម បាទសូមសំលេងដល់កីឡាករកីឡាការីយើងមួយបាទលោកមើលទៀតបាទសូមស្នូតែដៃមួយទៀតមកបាទអរគុណបាទយើងនៅមានការសម្ដែងជាបន្តនៅក្នុងប្រភេទក្បាច់គុនចម្រុះរបស់យើង